តាមពិតទៅវីដេអូនេះគឺខ្ញុំចង់បង្ហោះមុនចូលឆ្នាំប្រហែលមុននេះដោយសារតែខ្ញុំមកស្រុកចូលឆ្នាំអញ្ចឹងមុនថ្ងៃអញ្ចឹងចឹងហើយគឺក៏មកដល់ភ្លាមក៏មីងគាត់មកបាចស្រះអញ្ចឹងចឹងហើយគឺគាត់ហៅមកហើយតាមតំបន់ខ្លះគឺបងប្អូនគាត់ហៅបៀហៅអញ្ចឹងទៅឬក៏ម្យ៉ាងទៀតគឺបងប្អូននៅតាមតំបន់អឺមួយទៀតគេហៅថាដងហៅអីចឹងបងប្អូននេះតែសម្រាប់នៅស្រុកភូមិខ្ញុំតំបន់ខ្ញុំគឺគេហៅស្រះអញ្ចឹងបងប្អូនគ្នាហើយតោះបងប្អូនមកទស្សនាវីដេអូនេះជាមួយខ្ញុំទាំងអស់គ្នាបាទពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះមកកាន់វីដេអូខ្ញុំទៀតបាទហើយសម្រាប់ថ្ងៃនេះគឺអត់មានអីប្លែកទេបងប្អូនគ្នាគឺអត់ទៅរកគ្រឿងសមុទ្រអត់អីទេព្រោះថាយើងចូលឆ្នាំចូលទៀនចូលអីបងប្អូនគ្នាគឺជុំគ្នាជុំបងប្អូនជុំមីងជុំពូចឹងហើយគឺមកផ្ទះមីងក៏ហៅមកបាចស្រះអញ្ចឹងបងប្អូនគ្នាហើយស្រះនេះដែរគឺមើលទៅគឺបាចមិនយូរទេបងប្អូនគ្នាខ្ទង់1ម៉ោងដែរហើយម៉ាស៊ីនក៏ធ្វើទុកទៀតបងប្អូនគ្នាហើយនេះពូខ្ញុំបងប្អូនគ្នាគឺបានចូលកាមេរ៉ាបានចូលអីដែរហើយគាត់កំពុងតែធ្វើជើងម៉ាស៊ីនដើម្បីដាក់ម៉ាស៊ីនដាក់អីចឹងបងប្អូនគ្នាគឺខ្ញុំមិនសូវដឹងដែរបងប្អូនគ្នាគឺខ្ញុំមិនសូវយល់នេះហ្មងទេខាងហ្នឹងព្រោះថាខ្ញុំមិនដែរធ្វើស្រែមិនដែរបូមទឹកមិនដែរអីទេបងប្អូនគ្នាព្រោះថាខ្ញុំមកនៅខាងសមុទ្រគឺយូរឆ្នាំហើយបងប្អូនគ្នាអញ្ចឹងហើយគឺខាងតំបន់ស្រុកស្រែគឺខ្ញុំអត់សូវស្គាល់អត់សូវដឹងអីប្រហែលទេមិនថាយើងអត់ដឹងអត់អីទេដោយសារតែពេលខ្លះយើងផ្លិចអញ្ចឹងបងប្អូនគ្នាហើយពូខ្ញុំនៅលើមួយទៀតឃើញទៅរៀងទាស់ចិត្តបន្តិចអញ្ចឹងបងប្អូនគ្នាគឺគាត់ធ្វើម្នាក់ឯងអញ្ចឹងហើយក៏គាត់ស្រាតខោស្រាតអីចុះមកបដ ாய் បងប្អូនគ្នាគឺបាន2នាក់បានជួយលើកម៉ាស៊ីនលើកអីដាក់អញ្ចឹងហើយចងលើកទី1នេះដែរគឺចងអត់ជាប់ទេបងប្អូននេះដោយសារតែរបូតអញ្ចឹងហើយក៏ចងលក្ខណៈថាលើកទី2ផងដែរបងប្អូននេះដោយសារតែយើងដាក់ម៉ាស៊ីនទៅគឺវាលិចអញ្ចឹងបងប្អូននេះលិចម៉ាស៊ីនអញ្ចឹងហើយគឺអត់កើតទេដល់ពេលដែលយើងបូមទៅគឺអត់កើតទេបងប្អូននេះណាមួយខូចម៉ាស៊ីនខូចអីអញ្ចឹងហើយគឺពិបាកចឹងហើយគឺយើងត្រូវធ្វើជើងវាសាមីចងសាមីចងអីចឹងដោយសារតែពូខ្ញុំពាក់អាវពណ៌ឈាមជ្រូកគឺគាត់អត់សូវជំនាញបងប្អូននេះហើយពូខ្ញុំពាក់អាវពណ៌ទឹកប៊ិចគឺគាត់ជំនាញបងប្អូននេះខាងធ្វើស្រែខាងបូមទឹកបូមអីគឺបងប្អូនមើលទៅគឺអាជីពរបស់គាត់ហើយខាងនិយាយទៅខាងក្តោរអីរកអង្កែបរកអីបងប្អូនមើលតែវីដេអូខ្ញុំទៅដឹងហើយដោយសារតែគាត់ប៉ិនមែនតើបងប្អូននេះគឺគាត់រកតាំងពីក្មេងតាំងពីទូចហើយរហូតដល់គាត់មានប្រពន្ធមានកូនហើយដល់ពេលគាត់គ្រាន់តែស្ដាប់ស្នូកង្កែបស្នូអីគាត់ដឹងថាកង្កែបណាមានរុនកែបកង្កែបណាមានរុនកែបណានៅក្នុងរុនណារុនអីចឹងបងប្អូននេះហើយគាត់តែថាគាត់ចង់រកម្ហូបអីមកហូបដូចជាកង្កែបដូចជាអីពុកម៉ែបងប្អូននេះគឺរកអត់ឆ្ងាយទេឮតែកង្កែបស្រែកធាក់ភ្លៀងអញ្ចឹងគឺរកតែមកជុំវិញផ្ទះអញ្ចឹងបងប្អូននេះគឺមកហូបមកលក់មកអីអញ្ចឹងគឺអូរកណាពូខ្ញុំគឺមិនខ្ជិលហ្មងហើយឥឡូវយើងបន្ទាប់ពីរៀបរាប់អំពីពូខ្ញុំរួចរាល់ហើយក៏គាត់ចាប់ផ្ដើមឲ្យឆេះម៉ាស៊ីនដើម្បីបូមស្រះផងដែរបងប្អូននេះគឺបូមអែមមែនតើម្ដងម៉ាស៊ីនចាស់បងប្អូននេះគឺបាច់ទឹកចាយតែម្ដងហើយបងប្អូននេះគឺជាទឹកដែលយើងត្រូវបូមគឺវាមិនច្រើនអីណាស់ណាទេបងប្អូននេះហើយក៏វាមិនយូរទេខ្ទង់ប្រហែលជា1ម៉ោងក្រោយមកអញ្ចឹងគឺត្រីវាចុះមកពីលើបងប្អូននេះតាមទឹកហូរគឺស្ដាប់ត្រីកាភ្លៀងត្រីអីហើយបងប្អូនប្រុសខ្ញុំនេះគឺអត់ប្រយោជន៍មែនតើបងប្អូននេះគេបូមទឹកបូមអីឯងទាញកធុនមកជីកណែតលេងហើយយកកធុនមកដាក់ត្រីបងប្អូននេះហើយយកមកជីយកមកអីលិចឥឡូវពូខ្ញុំបរៀនឲ្យទប់ខ្លួនទប់អីអានឹងកុំឲ្យលិចចឹងបងប្អូននេះយ៉ាងហើយពូខ្ញុំគឺគាត់ប្រាប់ឲ្យធ្វើខ្លួនឲ្យនឹងពឹងធ្វើម៉េចកុំឲ្យលិចកធុនលិចអីចឹងបងប្អូននេះចឹងហើយគឺវាធ្វើបានធ្វើអីហើយគេសុបាយគេបងប្អូននេះគេជីទៅមុខចឹងគេសុបាយគេចឹងហើយវីដេអូនេះផ្សាយជូនបងប្អូនប្រុសធំបាទចង់ចូលវីដេអូណាបងប្អូនអើយបងឲ្យខ្ញុំទៅលេងស្រុកម្ដងទេសុំចូលវីដេអូហើយណាមួយចង់មកលេងនៅកោះកុងទៀតតែចាំមើលមួយរយៈទៀតសិនបងប្អូននេះប្រហែលជានេះសិនព្រោះថាបងអូនខ្ញុំវាឈឺដែរអញ្ចឹងណាចឹងហើយចាំមើលវាជាតិចអាចឲ្យវាមកលេងហាងកោះកុងទោះបីវាមកលេងឥឡូវក៏មកហូបអីក៏អត់កើតដែរបងប្អូននេះមកហូបគ្រឿងសមុទ្រគ្រឿងអីក៏អត់បានដែរដោយសារតែវាតមវាអីចឹងណាហើយឈឺចឹងណាហើយគេបានជីគេគេបើកលឿនបើកអីបងប្អូននេះគឺអ៊ំលឿនអ៊ំអីលិចចឹងបងប្អូននេះគឺសុបាយមែនតើម្ដងថ្ងៃហ្នឹងហើយបន្ទាប់ពីយើងបូមបានចូលចិត្ត
một màu chiêng nhưng máu hay tật dương có chập đào mà sọ mà đòn tịnh một màu một này hay pù nhom đi cứ một ọp liêm chập bàn thầy tụ liêm tầm đòn một màu một này là xa ra dương bom đó một màu một này lại các bạn bom nó cứ tây về máu cam nó ngà ôn pro nhom đi cứ về máu cay ra ấy cái là cắt tây thì các bạn thầy tụ về hai nhom là về nhom mà thoát với chập bàn một màu một này cứ đọt cò làm đòn hay giờ tới về là cắt tây lẹ màu giống hay về cay ta mà lên đó hay vậy tới cứ mua sập bố nào mà một nhiệt tray sập bố men tên năm đó muốn là dương mai muốn là dương ấy cứ sập bố tray men tên năm đó hay đi cầm phiếu cái tờ riêu thôi đi riêu bán nó mà một nhiệt hay còn là phọc bông bông thôi sang pram bà cung ơi mẹ sang đào mà ruồi tê hay cái tờ riêu tray tụ đôi tờ riêu nó không định đi nhưng mà một nhiệt cái tờ riêu men tên đấy phụ ra phụ nó có phụ chơi men tên vùng mà một mờ pù quạt cho lo nhưng mà thọt hay quạt khinh tray ở em thọt quạt chập tray vậy á hay phụ cứ mang cọc cả liên bụng mang vốn kia hay ní ruồi bắt đấy bụng mang vốn kia cứ chập bắt bàn tê chẳng hay ní đây thì chỉ có một hiệp bụng vốn bài sạ chẳng hay cứ sờ bái nè chung bông vốn hay ôn tôi đấy nhung của họ bụng vốn kia nhung của họ là đây cái đá nó miền tây miền ấy việt đá việt đá tới châu cái cán thòng với cái đá tới châu hay cái đá tới châu đấy chuộng tiền nhung chuộng phọc lên thằng vốn nó nè châu tới đó mang plấp plum chicken làm đó cứ go สบายซอยออกมาหมดเนี่ยให้นี่ไตรได้ยังจับมาออกมาหมดเนี่ยคือทมแมนเต้นนะมั้งให้ไตรตะបងបងខ្លះហៅត្រីរ៉ស់អញ្ចឹងទៅខ្ញុំហៅត្រីទុអញ្ចឹងណាបងនេះគឺស្អីស្គាល់ដែរបងប្អូនហើយបងម្នាក់នេះគឺគាត់ត្រូវនឹងបងប្អូនខាងមីខ្ញុំដែរហើយគាត់កដែរបងប្អូនគ្នាគឺពិបាកកាយវិការមែនតើតែម្ដងឲ្យលើកត្រីលើកអីគឺខ្ញុំអត់ចេះភាសាកគឺពិបាកមែនតើតែម្ដងហើយអាបងខ្ញុំនេះគឺឈឺទេតែខំប្រឹងណាបងប្អូនគឺខំប្រឹងកាយខំប្រឹងកោះណាបងប្អូនគ្នាគឺម៉ែជេនៅលើផងអីផងគឺហួខំណាបងប្អូននេះគឺបានត្រីមួយគឺលើកគឺលើកគេសบายអណាបងប្អូននេះគឺបានដេញចាប់បានចូលកាមេរ៉ាបានអីអូគេសบายអណាបងប្អូននេះហើយនេះអូសកម្មភាពចៅលួយត្រីនេះខ្ញុំដាក់ឈ្មោះឲ្យឃើញត្រីខ្ញុំនៅលើគោកវាហៅតែយើទេបងប្អូននេះវាហៅយើវាហៅអីនេះបងគឺគាត់កោទេបងប្អូននេះតែពិតគាត់ចាប់បានម្ដងហើយដល់ពេលឲ្យគាត់លើកឡើងដល់ពេលខ្ញុំឲ្យគាត់ជុំភក់ឲ្យលើកឡើងសាមីគឺគាត់លើកគឺភាសាកបងប្អូននឹងស្រាប់ហើយគឺយើងអត់ចេះធ្វើដល់ខ្ញុំលូកដៃចូលក្នុងភក់បានគាត់ដាក់ចូលក្នុងភក់ហើយគាត់លើកឡើងលើវិញគឺពិបាកមែនតើដល់ហើយនេះត្រីនៅលើនេះចាប់នៅមមនៅបានលងមកមុនត្រីបុកក្នុងថ្ងៃក្រោយហើយមកភក់បងប្អូនគឺអូភក់គឺបងប្អូនដូចខ្ញុំនិយាយយ៉ាងគឺហើយវានៅតែកន្លងអាកន្លែងក្បាលបូមហ្នឹងទេបងប្អូននេះគឺត្រីមិនដឹងយកទៅណាអស់ទេបងប្អូននេះត្រីទូឲ្យភក់វាជ្រៅមែនតើម្ដងយ៉ាងហើយគឺមើលបងប្អូនហើយបងកោគឺគាត់អាសាមែនតើបងប្អូននេះគឺនិយាយទៅគឺអាសាមែនតើហើយណាមើលគាត់អត់ចេះខ្ជិលអត់ចេះបងប្អូនឃើញម៉ាស៊ីនមួយលើកតែឯងផុយបងប្អូននេះដោយសារគាត់ធ្លាប់ធ្វើស្រែធ្លាប់ធ្វើអីចឹងណាហើយសម្រាប់ខ្ញុំបើសិនជាខ្ញុំលើករួយទេម៉ាស៊ីនមួយនេះគឺខ្ញុំមិនដែលធ្លាប់ធ្វើស្រែហើយនេះដែរគឺជាត្រីដែលយើងបូមស្រះបានបងប្អូននេះគឺវាបានគួរសមដែរគឺវាមិនច្រើនទេស្រះយើងមិនមែនចាំហ្នឹងបងប្អូននេះតែអាថាទឹកដល់ពេលបងប្អូនគាត់ធ្វើស្រែធ្វើអីចឹងមកបូមមកហើយវាមានទឹកមានអីធ្លាក់ភ្លៀងមកចឹងខែផ្សាខែអីចឹងទៅក៏វាមានទឹកមានត្រីចឹងបងប្អូននេះចុះមកពីស្រែចុះមកពីអីចឹងហើយនេះដែរគឺជាសកម្មភាពដែលយើងអាំងត្រីក្រាញ់ភ្លាមតែម្ដងបងប្អូននេះហើយគាត់នេះបានត្រីមិនទាន់ទេបងប្អូននេះគឺអាសាមែនតែម្ដងគឺកដែរបងប្អូននេះគឺចំណាប់មែនទេភ្លើងនេះក៏គាត់អ្នកប្រកាសដែរបងប្អូននេះគាត់ថាប្រកាសមុននឹងបាច់បាច់ស្រះទៀតបងប្អូននេះមុននឹងបាច់ទឹកស្រះទៀតគាត់ប្រកាសឡើងអស់និយាយថាឡើងអស់ឌីនេះហើយប្រកាសចាំត្រីបងប្អូននេះគឺដល់ក៏ហើយនេះដែរគឺយើងអាំងត្រីបងប្អូននេះត្រីក្រាញ់ស្រស់បើសិនខ្ញុំចូលចិត្តត្រីក្រាញ់មែនតើម្ដងហើយបន្ទាប់ពីយើងអាំងត្រីក្រាញ់ហើយយើងក៏ចាប់ផ្ដើមមកកោះគល់ដេងបន្តិចមកបងប្អូននេះដើម្បីយើងដាក់ជាមួយនឹងត្រីទូព្រោះថាយើងអាំងយើងដុតត្រីទូមួយទៀតចឹងប៉ុន្តែវាដូចតែអាំងដែរបងប្អូននេះបើយើងដុតវាយើងមានប្រដាប់ដុតវាចឹងហើយអានេះយើងអាំងវាទេព្រោះថាយើងអាំងវានៅលើចន្ទះលើអីហើយយើងញាត់គល់ស្ក្រេញាត់អីទៅឲ្យវាឈ្ងុយខាងក្នុងហើយយើងអាចបានប្រឡាក់គ្រឿងប្រឡាក់អីទេយើងអាំងលក្ខណៈថាធម្មតាអញ្ចឹងបងប្អូននេះហើយប៉ុន្តែជាតិបងប្អូនអូយនិយាយថាសាច់ត្រីស្រែបងប្អូននេះគឺខ្ញុំហូបគឺបាយអស់3ចានបងប្អូននេះគឺជាតិមែនតើម្ដងហើយយើងទ្រាំជាមួយនឹងស្លឹកចេកជុំពូមីងជុំអីចឹងទៀតគឺអែមែនតើម្ដងហើយវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេ